រកឃើញថាខ្លួនឯងមានជំងឺមហារីកសុដន់មកទឹកមុនពេលការខ្ញុំឈ្មោះថាណែតគឺជាម្ចាស់អាជីវកម្មក៏ដូចជា content creator ដែរនេះគឺជាវីដេអូ YouTube ដំបូងរបស់ខ្ញុំធម្មតាគឺខ្ញុំផុសនៅក្នុង platform TikTok ជាមួយនឹង Facebook ក៏ប៉ុន្តែដោយសារតែនៅក្នុង platform មួយហ្នឹងគឺវាខ្លីៗពេកអញ្ចឹងខ្ញុំអាចរៀបរាប់ក្បោះក្បាយនៅបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេហើយមានអ្នកដែលសួរជាច្រើនហើយខ្ញុំក៏អត់បានឆ្លើយអស់ដែរដោយសារតែវីដេអូខ្លីៗពេកអញ្ចឹងខ្ញុំក៏បង្កើតជា YouTube នេះមកដើម្បីចែករំលែករៀងលំអិតជាងមុនសាច់រឿងរៀងជូរចត់តិចហើយដោយសារតែមង្គលការជាមួយនឹងជំងឺហ្នឹងគឺវាគៀកគ្នាពេកធ្វើចិត្តខ្ញុំរៀងច្បុកច្បល់ណាប៉ុន្តែខ្ញុំនឹងព្យាយាមបកស្រាយពីមួយចំណុចទៅមួយចំណុចឲ្យវារៀងក្បោះក្បាយជាងនៅក្នុង TikTok ឬមួយក៏ Facebook ក្នុងខែ4ខ្ញុំបានស្ទាបនៅស្ដន់ខាងឆ្វេងខ្ញុំក៏រកឃើញដុំប៉ប៉ិនមេដៃស្ទាបទៅឃើញដុំកាលហ្នឹងក៏អត់ដឹងថាខ្លួនឯងមហារីកដែរគិតថាប្រហែលជាដុំធម្មតាអត់ដឹងថាទៅណាទៀតក៏ហ្នឹងក៏ឆាតទៅសួរមិត្តភ័ក្តិថាមានដុំអញ្ចឹងគួរទៅណាទៅគេ recommend ឲ្យទៅ clinic មួយនៅម្ដុំទូតពង clinic ហ្នឹងគេផ្នែកស្ត្រីហើយក៏មិនតូចពេកក៏មិនធំពេកដែរខ្ញុំក៏អត់តន់ទៅពិនិត្យភ្លាមដែរខ្ញុំទុករហូតទៅដល់ខែ8ហើយកាលពីខែ8ហ្នឹងខ្ញុំទៅលេងស្រីលង្កាហើយកំឡុងពេលទៅលេងស្រីលង្កាហ្នឹងក៏ខ្ញុំមករដូវមកវត្តរដូវហ្នឹងក្នុងសដន់ហ្នឹងវារៀងឈឺចាប់ក៏ប៉ុន្តែអាហ្នឹងខ្ញុំគិតថាវាជារឿងធម្មតានៅពេលយើងចិត្តមករដូវវាតែងតែមានការឈឺចាប់តិចខ្ញុំក៏អត់យកទុកដាក់ដែរត្រឡប់ពីស្រីលង្កាហ្នឹងវិញខ្ញុំក៏ទៅ clinic មួយហ្នឹងនៅទូតពងហ្នឹងដើម្បី check មើលហ្នឹងហើយនៅពេលដែលទៅ check មើលហ្នឹងអត់ថ្លៃទេកាលហ្នឹងដូចជាអស់តែ$10ទេហើយសម្រាប់លទ្ធផលវិញគេថាអត់ច្បាស់គេអត់ប្រកាសថាជាដុំអីទេគាត់អ្នកគ្រូពេទ្យហ្នឹងគឺឲ្យខ្ញុំហ្នឹងទៅពេទ្យរៀងធំជាងហ្នឹងហើយដោយសារតែដុំដែលគាត់រកឃើញហ្នឹងគាត់ថាវារៀង complicate បកប្រែខ្មែរមកញ៉ៃអញ្ចឹងណាហើយវាមានជាដុំហើយវាមានកពកអីចឹងណាប៉ុន្តែគាត់និយាយអត់សូវច្បាស់ហើយគាត់ថាប្រហែលជាមិនមែនមហារីកដោយសារតែវាកលាច់ហើយដោយសារតែវាឈឺគាត់ថាមហារីកអត់កលាច់ទេវាស្អិតហើយអត់សូវឈឺទេហ្នឹងហើយអញ្ចឹងវាធ្វើឲ្យខ្ញុំហ្នឹងអត់ភ័យទេខ្ញុំនិយាយទៅខ្ញុំអត់ដែលគិតថាខ្លួនឯងនឹងមហារីកទេខ្ញុំទុករហូតទៅដល់ខែ10ហ្នឹងហើយខ្ញុំការខែ11ក្នុងខែ10ហ្នឹងខ្ញុំនិយាយពីអ្នកប្តីប្រពន្ធខ្លួនឯងហើយគូទៅដឹងខ្លួនឯងថានឹងយកកូនក្រោយពីការពួកខ្ញុំស្រឡាញ់ក្មេងហើយក៏ខ្ញុំអាយុ30ដែរអញ្ចឹងខ្ញុំគិតថាការហើយគួរតែយកកូននេះកុំទុកយូរពេកចុងខែ10ហ្នឹងខ្ញុំក៏ទៅពិនិត្យមើលនៅមន្ទីរពេទ្យអាយុសែនសុកហ្នឹងហើយជួបជាមួយនឹងដុកទ័រតាញាគាត់ជនជាតិរុស្ស៊ីគាត់ល្អខ្លាំងមែនតើគាត់គឺជាមនុស្សម្នាក់ដែលរកឃើញជំងឺមហារីករបស់ខ្ញុំគាត់ច្បាស់ខ្លាំងណាខ្ញុំ recommend គាត់បើសិនជាអ្នកទាំងអស់គ្នាចង់ទៅមើលប៉ុន្តែនៅនឹងគេអត់មានបសសទេយើងត្រូវ pay លុយខ្លួនឯងហ្នឹងហើយនៅពេលដែលខ្ញុំទៅជួបគាត់ដំបូងគឺចុងខែ10អីហ្នឹងហើយអញ្ចឹងខ្ញុំការពាក់កណ្ដាលខែ11ខ្ញុំទៅចុងខែ10ទៅ check ខ្លួនដើម្បីត្រៀមយកកូនណាគាត់ឲ្យខ្ញុំទៅអេកូមើលទៅអេកូសាសអេកូហើយលទ្ធផលចេញមកមានការសង្ស័យដោយសារជាដុំសាច់ហើយវាដកដៃដកជើងបន្ទាប់មកទៀតក៏គាត់ឲ្យខ្ញុំនឹងទៅធ្វើ mammogram ខ្មែរយើងគេហៅគៀបដោះអញ្ចឹងណាហ្នឹងហើយធ្វើ mammogram ហ្នឹងហើយលទ្ធផលអត់ស្រួលទេលទ្ធផលគឺគាត់ដាក់ការសង្ស័យទៅលើអាមហារីកនឹងដុំហ្នឹងដោយសារតែទី1វាមានកណកកបៅជុំវិញគាត់និយាយអញ្ចឹងហើយទី2នោះគឺវាដោះដៃដោះជើងដោយសារតែគាត់និយាយថាបើដុំមហារីកគឺវាសញ្ញាអញ្ចឹងឯងវាអត់ដោះដៃដោះជើងហើយវាមានកណកកបៅអញ្ចឹងណាបើសិនជាសញ្ញាអត់មហារីកទេគាត់ថាវារៀងមូស្អាតហើយរៀងទៅវែងអីចឹងណាហ្នឹងហើយបន្ទាប់មកទៀតគឺគាត់ឲ្យខ្ញុំនឹងទៅច្រឹបសាច់មើលហើយខ្ញុំមើលនៅខ្លាចមជុលមែនតើកាលហ្នឹងហើយកំឡុងពេលច្រឹបហ្នឹងអត់ឈឺទេគ្រាន់តែថាខ្ញុំភ័យខ្ញុំខ្លាចមជុលគ្រាន់តែឃើញចេញពីច្រឹបមកភ្លាមឃើញមុខប្តីខ្ញុំយំហូរតាមតុកពីពេទ្យហ្នឹងរហូតដល់ផ្ទះគឺខ្ញុំយំរហូតអត់ដឹងថាម៉េចទេប្រហែលជាអារម្មណ៍យើងភ័យចឹងណាតែបើថាឈឺគឺអត់ឈឺទេមកជុលគេប្រហែលជាប៉និកគេបាញ់បញ្ចោទៅគេយកសាច់វែងប្រហែលប៉ុណ្ណេះ3ដុំហើយដុំរបស់ខ្ញុំហ្នឹងគឺភ្លោះទៀតវាជាប់គ្នាអញ្ចឹងពេទ្យគាត់ថាគាត់យកទៅមកកន្លែងទេដោយសារវាភ្លោះជាប់គ្នាដល់ពេលដែលច្រឹបហើយកាលហ្នឹងគឺលោកគ្រូពេទ្យគាត់ឲ្យជំរើសខ្ញុំ2ទី1គឺយកទៅពិនិត្យ labo នៅខ្មែរឬមួយក៏បញ្ជូនទៅប្រទេសថៃ
សួរគាត់ដែរថាមួយណាល្អជាងហើយគាត់ថាដូចគ្នាទេពីរហ្នឹងល្អដូចគ្នាតែប្តីខ្ញុំក៏គាត់ជ្រើសរើសយកទៅថៃកាលហ្នឹងដូចជា$400ជាងណាថ្លៃពិនិត្យមើលហ្នឹងហើយគាត់ថារយៈពេលចន្លោះពីមួយអាទិត្យទៅ10ថ្ងៃហើយអត់ទាន់បាន10ថ្ងៃស្រួលបួរបានមួយអាទិត្យគឺបានលទ្ធផលមែនខាងមន្ទីរពេទ្យ IU ហ្នឹងគេខលមកខ្ញុំថាបានលទ្ធផលហើយឲ្យខ្ញុំទៅហ្នឹងហើយកាលហ្នឹងគឺខលមួយថ្ងៃសុក្រទៅគាត់ថាឲ្យយកម៉ាក់ទៅផងតែខ្ញុំថាម៉ាក់អត់នៅរងម៉ាក់នៅខេត្តទៅគាត់ថាអញ្ចឹងចាំម៉ាក់មកចាំទៅបើនៅលឺអញ្ចឹងក្នុងចិត្តគិតកូនចិត្តហ្នឹងគិតហើយថាអត់ស្រួយមើលទៅប្រហែលជាហ្នឹងហើយបានគេឲ្យម៉ាក់ទៅអញ្ចឹងណាហើយត្រូវដឹងថាពេលហ្នឹងគឺមួយអាទិត្យមុនពេលកាយថ្ងៃសៅរ៍ស្អែកឡើងបានម៉ាក់ខ្ញុំគាត់មកពីខេត្តវិញខ្ញុំគួរទៅយកលទ្ធផលថ្ងៃសៅរ៍អាទិត្យក្រោយគឺដល់ថ្ងៃការខ្ញុំហើយអញ្ចឹងអាទិត្យហ្នឹងបងប្អូនខាងប្តីអីគឺមកជុំគ្នាអស់ហើយមកពីអង់គ្លេសអូស្ត្រាលីមកអីអញ្ចឹងណាហើយខ្ញុំការលក្ខណៈ Western បូកមួយខ្មែរថ្ងៃសៅរ៍ដែលត្រូវទៅយកលទ្ធផលហ្នឹងគឺជាពេលដែលប្តីខ្ញុំគឺគាត់ត្រូវធ្វើ bachelorette party មានន័យថាជប់លៀងបញ្ចប់ភាពនៅលាវអាហ្នឹងជា common នៅខាង Western គេតែងតែធ្វើអញ្ចឹងហើយមានន័យថាខាងក្រុមអ្នកកដោឬមួយក៏ខាងកូនកន្លងគេទៅជុំគ្នាសប្បាយមុនពេលការអីចឹងណាហ្នឹងហើយគាត់ទៅដល់គ្រីរុំខ្ញុំក៏អត់ប្រាប់គាត់ដែរដោយសារខ្ញុំចង់ឲ្យប្តីខ្ញុំគាត់ហ្នឹងទៅសប្បាយកុំឲ្យបារម្ភហ្នឹងហើយដល់ថ្ងៃព្រឹកឡើងថ្ងៃសៅរ៍ហ្នឹងម៉ាក់គាត់មកពីខេត្តប្តីខ្ញុំចេញទៅគ្រីរុំទៅកម្មវិធីលាភាពនៅលាវហ្នឹង2នាក់ម៉ាក់3នាក់ប្អូនក៏ទៅយកលទ្ធផលតែក្នុងចិត្តខ្ញុំគឺខ្ញុំត្រៀមហើយថាជំងឺហ្នឹងដោយសារបើមិនអាហ្នឹងទេគេមិនឲ្យម៉ាក់ខ្ញុំទៅទេត្រូវអត់ហ្នឹងហើយទៅដល់អង្គុយចាំបន្តិចអ្នកគ្រូពេទ្យគាត់ហៅចូលបន្ទប់ទៅគាត់ប្រាប់ថាបើក្បាលត្បូង unfortunately ថាចាប់បាត់ហើយគាត់ថា unfortunately you diagnosed cancer ហ្នឹងហើយចាំមិនន័យថាគាត់ confirm ថាខ្ញុំដុំហ្នឹងគឺពិតជាមហារីកមែនបន្ទាប់មកទៀតគាត់បញ្យល់ណែនាំថាត្រូវធ្វើមិនខ្លះអញ្ចឹងណាហ្នឹងហើយគាត់ឲ្យខ្ញុំទៅគិតមើលជាមួយនឹងគ្រូសាត្រូវធ្វើអីខ្លះហើយខ្ញុំប្រាប់គាត់ថាអ្នកគ្រូពេទ្យខ្ញុំអាទិត្យក្រោយខ្ញុំត្រូវការអញ្ចឹងខ្ញុំសុំការសិនហើយចាំខ្ញុំគិតទៀតហើយគាត់ថាដែរថាអូអញ្ចឹងខ្ញុំត្រូវតែប្រាប់គ្រូទៅដឹងខ្ញុំអាចលាក់បានទេដោយសារតែមុនការគឺយើងត្រូវ clear ឲ្យអស់អញ្ចឹងណាហ្នឹងហើយពេលហ្នឹងអត់អាចប្រាប់គ្រូទៅដឹងបានទេគាត់នៅគ្រីរុំខ្ញុំខ្លាចគាត់មានគ្រូថ្នាក់តាមផ្លូវខ្ញុំអត់ចង់ឲ្យគាត់ដឹងរឿងហ្នឹងឯងចាំគាត់មកវិញខ្ញុំប្រាប់គាត់មកវិញថ្ងៃច័ន្ទណាហ្នឹងហើយត្រឡប់ទៅពេលដែលដឹងលទ្ធផលហើយចិត្តខ្ញុំធម្មតាដោយសារអីយើង prepare ហើយនឹងយើងគិតថាខ្លួនឯងដឹងតែមហារាជអញ្ចឹងខ្ញុំអត់សូវជាប្រហែលទេពេលព្រឹកហ្នឹងស្រាប់តែថ្ងៃឡើងលេខ្ញុំមានអាការៈថាវិលមុខក្អួតដូចពលចំណីអញ្ចឹងណាចុកពោះក្អួតវិលមុខហើយខ្ញុំចុះទៅខាងក្រោមផ្ទះហ៎ខ្ញុំស្ទើរឲ្យម៉ាក់ជួយកូនផងវិលមុខម៉ាក់ចាប់កោកខ្យល់ម៉ាក់ចាប់និយាយទៅខ្ញុំគិតថាដោយសារអីខ្ញុំប្រឹងទប់ពេកខ្ញុំអត់ react ភ្លាមហ្នឹងណាចឹងអាសញ្ញាហ្នឹងភ្លាមលក្ខណៈថាបែកក្អួតអីពេញហ្នឹងហ្មងដល់ពេលធ្វើទៅសៃធ្វើអីបានប្រហែល4-5ម៉ោងទៅក៏រៀងធូរមកវិញហើយក្រៅពីស្អែកឡើងនៅតែធ្វើចិត្តអត់តាន់បានហើយគិតថាចាំប្តីមកចាំគិតគ្រាអីចឹងណាហ្នឹងហើយដល់ពេលប្តីខ្ញុំមកថ្ងៃច័ន្ទហ្នឹងខ្ញុំក៏ break the news ទៅគាត់ខ្ញុំប្រាប់ថា honey I am diagnosed with cancer ហើយគាត់យំប្តីខ្ញុំគាត់យំហើយខ្ញុំគិតថា sad ខ្លាំងមែនតើនិយាយចេះតែចង់ជំហរតែគាត់ថាហើយខ្ញុំសួរគាត់ខ្ញុំថាឥឡូវការអត់ទៅគាត់ថាសំណួរឈួតចេះតែសួរអញ្ចឹងហេតុអីត្រូវសួរខ្ញុំហេតុអីត្រូវសួរគាត់អញ្ចឹងការឲ្យចំកិតទៀតគាត់ត្រូវតការជាមួយខ្ញុំពេលហ្នឹងខ្ញុំ emotional ខ្លាំងមែនតើនឹកឃើញថាខ្ញុំដឹងចិត្តគាត់ស្រាប់ហើយតែខ្ញុំសួរហ្នឹងដោយសារអីពេទ្យគឺគេឲ្យខ្ញុំសួរតម្រូវត្រូវទៅឲ្យសួរមកប៉ុន្តែក្នុងចិត្តខ្ញុំដឹងថាពួកខ្ញុំឆ្លងកាត់មួយគ្នា8-9ឆ្នាំហើយអញ្ចឹងដឹងថាគាត់អត់ចោលខ្ញុំប៉ុន្តែត្រូវទៅសួរឲ្យគាត់ដឹងហើយបងប្អូនគាត់នឹងមកពេញនឹងខ្ញុំចិត្តដល់ថ្ងៃការខ្ញុំវីវក់ខ្លាំងមែនតើខ្ញុំភ្លេចមុខភ្លេចក្រោយថ្ងៃការដល់ថ្ងៃការហ្នឹងកុំតែបានសាច់ញាតិបងប្អូនគឺគាត់ជួយច្រើនឯងកុំអីហ្នឹងគឺខ្វះមុខខ្វះក្រោយដោយសារការងារដែលមួយអាទិត្យមុនពេលការហ្នឹងគឺខ្ញុំអត់សូវបានធ្វើខ្ញុំភិកច្រើនខ្ញុំទៅពេទ្យទៅតេស្តឈាម
ខ្ញុំត្រូវទៅធ្វើ CT scan ទៅធ្វើអីហ្នឹងដើម្បីឲ្យដឹងថា cancer ហ្នឹងគឺ stage ប្រមាណនៅពេលដែលដឹងលទ្ធផល CT scan ហ្នឹងមកគឺខ្ញុំ stage 1 ហ្នឹងហើយបន្ទាប់មកទៀតក៏ខ្ញុំទៅដើររកពេទ្យរហូតអត់តន់ប្រកាសថាទៅព្យាបាលនៅពេទ្យណាប្តីថាឲ្យទៅថៃទៅប៉ុន្តែចាចំការហើយចំគិតទៀតខ្ញុំស្ដាប់តាមអ្នកគ្រូពេទ្យនៅ IU ហ្នឹងគាត់ថាគាត់ឲ្យ3ជំរើសទី1នោះគឺកាឡាម៉ែតទី2គឺនៅពេទ្យរុស្ស៊ីទី3គឺនៅ Cancer Orange Clinic ជា clinic ឯកជនខ្ញុំទៅពី3ពេទ្យហ្នឹងទៅកាឡាម៉ែតខ្ញុំជាប់ចិត្តមួយកាឡាម៉ែតកាលហ្នឹងជួបជាមួយនឹងអ្នកគ្រូគាត់ឈ្មោះអ្នកគ្រូរតនាគាត់ថាហែងការសិនទៅចាំមកជួបគាត់ទៀតគាត់ឲ្យខ្ញុំធ្វើចិត្តឲ្យសុបាយគាត់ថាអត់អីទេជំងឺហ្នឹងគឺវាកើតច្រើនណាស់នៅលើស្ត្រីហែងកុំគិតច្រើនហែងទៅការឲ្យសុបាយចិត្តសិនទៅហើយចាំមកជួបគាត់ហ្នឹងហើយខ្ញុំក៏ធ្វើតាមគាត់ខ្ញុំទៅដល់ថ្ងៃសៅរ៍ខ្ញុំទៅការអីធម្មតាហ្នឹងទៅសុបាយពីហ្នឹងហើយដល់ពេលថ្ងៃអាពេលសែនចងដៃហ្នឹងជុំផ្អើពីហ្នឹងទាំងបងប្អូនទាំងអីគឺគេយំដូចគេសំណោះគេថាមិនគួរខ្ញុំកើតអាហ្នឹងខ្ញុំនៅក្មេងអីចឹងណាហ្នឹងហើយដល់ពេលការហើយអីហើយអត់ទៅ honeymoon ទេមកជួបពេទ្យភ្លាមការហើយមកជួបពេទ្យភ្លាមគាត់ឲ្យយើងធ្វើតេស្តមួយមុខទៀតតេស្តហ្នឹងគឺរៀងថ្លៃ$700ជាងហ្នឹងហើយ$700ជាងគាត់ថាបើសិនជាកាលហ្នឹងខ្ញុំធ្វើតេស្តនៅខ្មែរសាច់នឹងនៅខ្មែរអត់នៅថៃត្រូវផ្ញើទៅឥណ្ឌាអស់ថោកជាងហ្នឹងឯងតែនៅថៃគឺត្រូវតែអស់$700ជាងបើនៅឥណ្ឌាអស់ពាក់កណ្ដាលហ្នឹង300ជាងអីទេប៉ុន្តែដោយសារសាច់ខ្ញុំគឺនៅថៃហើយអញ្ចឹងក៏ឲ្យគេធ្វើតេស្តបន្តទៀតអាហ្នឹងគេហៅថាតេស្តដើម្បីចង់ដឹងថាប្រភេទអីហើយគាត់បញ្យល់ប្រាប់ខ្ញុំកាលហ្នឹងគឺមានគេចង់ដឹង3ប្រភេទដើម្បីដាក់ថ្នាំទៅឲ្យស្រួលឲ្យត្រូវជាមួយនឹងជំងឺរបស់យើងអញ្ចឹងណាគេថាបណ្ដាមកពី Zen អុកម៉ូនឬមកក៏ស្អីគេខ្ញុំភ្លេចបាត់ហើយមួយទៀតខ្ញុំអត់បានចាំអញ្ចឹងណាហ្នឹងហើយត្រូវតែធ្វើតេស្តអាហ្នឹងតែហ្នឹងគឺយូរមែនតើអាកំឡុងពេលចាំហ្នឹងខ្ញុំផ្ទះអន្តែងក្នុងចិត្តព្រោះអីដោយសារស្ទាបរហូតហើយវាចេះតែឡើងធំជាងមុនតេស្តហ្នឹងរយៈពេល15ថ្ងៃបានវាហើយខ្ញុំសម្គាល់ថាដុំហ្នឹងគឺចេះតែធំទៅដោយសារតែយើងច្រឹបហើយបានកន្លះខែហើយណាហ្នឹងហើយនៅពេលដែលបានលទ្ធផលហ្នឹងปั๊បរត់ទៅពេទ្យភ្លាមហ្មងស្រាប់តែទៅដល់អ្នកគ្រូពេទ្យដែលខ្ញុំជួបពីមុនគឺគាត់ទៅ holiday យូរអញ្ចឹងខ្ញុំអត់អាចចាំបានទេខ្ញុំក៏ដូរ doctor ហើយនៅកាឡាម៉ែតល្អខ្លាំងណាល្អគាត់ថាឥឡូវអ្នកគ្រូអត់នៅទេខ្ញុំបើសិនជាខ្ញុំដូរ doctor ខ្ញុំអត់អាចឆេងមកអ្នកគ្រូរតនាហ្នឹងវិញខ្ញុំត្រូវតែដូររហូតអត់អាចដូរពេទ្យរហូតអញ្ចឹងណាខ្ញុំថាអូខេdoctor ណាក៏បានដែរឲ្យតែខ្ញុំត្រូវជួបឥឡូវខ្ញុំភ័យខ្លាំងណាដុំនឹងវាខ្លាចវាឡើងវាធំអីចឹងណាលទ្ធផលនឹងចេញមកปั๊បគាត់ថាខ្ញុំប្រភេទ Ki 67 80% 70% fast grown cell មានន័យថាវាវត្តលឿនហើយវា ER/PR negative ហ្នឹងហើយបន្ទាប់មកទៀតលោកគ្រូពេទ្យក៏បញ្យល់គាត់បញ្យល់ណែនាំឲ្យយើងធ្វើនេះអីចឹងណាហ្នឹងហើយគាត់ឲ្យជំរើសខ្ញុំ2កណ្ដឹងទី1នោះគឺរក្សាសដន់ទី2នោះគឺកាត់មួយចំហៀងចោលហ្មងគ្រួសារ support ឲ្យកាត់មួយចំហៀងចោលក្នុងចិត្តខ្ញុំផ្ទាល់ខ្ញុំចង់ទុកសដន់ដោយសារខ្ញុំស្រឡាញ់ខ្លួនអញ្ចឹងណាហ្នឹងហើយប៉ុន្តែក្នុងកូនចិត្តមួយក៏គិតថាបើកាត់ចោលក៏កាត់ចោះធ្វើមិនតែយើងត្រូវតែកាត់ចោលហើយថ្ងៃក្រោយយើងអាចដាក់ស៊ីលីកូនដាក់អីវិញបានក៏ប៉ុន្តែក្នុងចិត្តបើសិនជាអាចទុកបានរឹតតែល្អហើយដុកទ័រក៏គាត់បានពិនិត្យមើលទៅគាត់ថាអូសដន់យើងរាងធំគួរសមដែរហើយដុំហ្នឹងវារាងទូចទេតែ2សង់ទីម៉ែត្រទេអញ្ចឹងយើងវះដុំនឹងចេញទៅអញ្ចឹងទ្រង់ទ្រាយសដន់យើងក៏វាអាចរក្សាបានដែរប៉ុន្តែគាត់អត់ទាន់ confirm ទេគឺគាត់ឲ្យខ្ញុំទៅជួបដុកទ័រវះកាត់មួយកន្លែងទៀតទៅដល់ដុកទ័រវះកាត់ហ្នឹងគឺគាត់ check មើលគាត់ថាអូខេអាចរក្សាបានអញ្ចឹងក៏គាត់ណាត់ថ្ងៃវះកាត់ជាមួយខ្ញុំហើយសរុបមកពីដែលខ្ញុំទៅកាឡាម៉ែតរហូតដល់មុនពេលវះកាត់ហ្នឹងអត់អស់លុយទេបូសសចេញឲ្យខ្ញុំទាំងអស់ហ្នឹងហើយអញ្ចឹងខ្ញុំអត់បានសរុបលុយអត់បានមើលបងទេប៉ុន្តែក្នុងនឹងខ្ញុំគិតថាប្រហែលជាខ្ទង់អស់200ហ្នឹងហើយ$200បន្ទាប់មកទៀត
ត្រៀមវះកាត់ហ្នឹងយើងទៅរើបន្ទប់បានមានបន្ទប់ VIP បន្ទប់ធម្មតាហើយបោសសចេញឲ្យ$35ប៉ុន្តែ$35ហ្នឹងយើងត្រូវគេងចូលជាមួយគេហើយខ្ញុំដែរអត់ចេះគេងជាមួយគេទេអញ្ចឹងខ្ញុំគោយកបន្ទប់ VIP ហ្នឹងមកយក$185ដក$35បោសសចេញឲ្យទៅនៅសល់150អញ្ចឹងណាហ្នឹងហើយថ្លៃវះកាត់គឺអត់អស់លុយទេបោសសចេញឲ្យប្តីខ្ញុំគាត់មើលបងទៅគឺអស់ប្រហែលជាខ្ទង់ជាង$700អានោះអត់តាន់បុកថ្លៃថ្នាំទេណាបុកថ្លៃឆ្នាំទៀតប្រហែលជាខ្ទង់1200 1300ហ្នឹងហើយខ្ញុំត្រូវគេងនៅពេទ្យចំនួន7ថ្ងៃនៅពេលដែលយើងវះកាត់ហើយអីហើយហ្នឹងហើយខ្ញុំត្រូវមកផ្ទះវិញហើយហ្នឹងហើយដល់ពេលក្រោយមកទៀតគឺយើងត្រូវទៅលាងរបួស2ថ្ងៃម្ដងទៅលាងរបួសរហូតដល់ជាហើយនៅពេលដែលវះកាត់ហ្នឹងគឺគេយកអាដុំសាច់ហ្នឹងចូលទៅបណិតម្ដងទៀតចង់ដឹងថាវារៀលទៅដល់កូនកដោនៅគេវះយកកូនកដោមាន9ដុំចេញពីក្លៀកខ្ញុំណាក៏ប៉ុន្តែសំណាងអីកូនកដោហ្នឹងគឺអត់មានមហារិទ្ធទេអញ្ចឹងគេនឹងវាតម្លៃម្ដងទៀតអញ្ចឹងណានៅពេលដែលដឹងលទ្ធផលហ្នឹងនៅបន្ទាប់ពីបានលទ្ធផលហ្នឹងហើយខ្ញុំយកទៅឲ្យខ្ញុំត្រឡប់ទៅដុកទ័រខ្ញុំដើមវិញណាឲ្យគាត់ check មើលហើយគាត់វាតម្លៃទៅគឺឡើង stage ដំណាក់កាលទី2កដោយសារតែតម្រាំទៅដល់ថ្ងៃវះហ្នឹងដុំហ្នឹងគឺឡើង14សង់ទីម៉ែត្រហើយពេលដែលខ្ញុំច្រឹបហ្នឹងគឺ2សង់ទីម៉ែត្រតម្រាំទៅដល់ថ្ងៃវះហ្នឹងមួយខែគឺឡើងដល់4សង់ទីម៉ែត្រខ្ញុំមានន័យថាដុំខ្ញុំហ្នឹងគឺឡើងគុណនឹង2ក្រោយការច្រឹបអញ្ចឹងមានន័យថាឲ្យតែច្រឹបហើយគេអត់ចង់ឲ្យយើងទុកយូរទេគេចង់ឲ្យយើងធ្វើការទៅលើវាដោយសារតែអីប្រភេទខ្លះគឺវាលឿនដូចពួកខ្ញុំអញ្ចឹងហើយតាមអ្នកជំងឺផ្សេងគ្នាគឺវាអត់ដូចគ្នាទាំងអស់ទេហ្នឹងហើយអានេះករណីខ្ញុំណាហ្នឹងហើយបន្ទាប់ពីយើងដឹងលទ្ធផលហើយទៅជួបដុកទ័រដើមរបួសខ្ញុំចាប់ផ្ដើមជាសះខ្លះហើយលោកគ្រូពេទ្យក៏គាត់បានប្រាប់ថាអូខេខ្ញុំត្រូវតែចាក់គីមី6ដងបាញ់កាំរស្មី20ដងជាមួយនឹងថ្នាំប្រឆាំងសែន18ដងហ្នឹងហើយគាត់ថារយៈពេលចាក់គីមី4ខែ3អាទិត្យម្ដងហ្នឹងហើយក្រោយពីយើងចាក់គីមីចប់ហើយគេនឹងធ្វើការ scan ដល់ពេលដែល scan ហើយគឺយើងត្រូវការបាញ់កាំរស្មី20ដងបាញ់កាំរស្មីហ្នឹងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រសៅរ៍អាទិត្យគេអត់បាញ់ទេហ្នឹងហើយបាញ់រាល់ថ្ងៃអញ្ចឹងមានន័យថាសរុបមកការព្យាបាលខ្ញុំខ្ទង់1ឆ្នាំបានបញ្ចប់ការព្យាបាលខ្ញុំអត់តន់ដឹងថាគាត់ឲ្យខ្ញុំតាមដានមិនទេហើយតទៅមុខទៀតខ្ញុំក៏អត់តន់ច្បាស់ដែរដោយសារតែយើងធ្វើតាមពីបានដំណាក់កាលទៅដំណាក់កាលគម្រោងខ្ញុំចង់បានកូនប៉ុន្តែចាំមើលជាក់ស្ដែងបើពេទ្យថាអាចយកបានខ្ញុំយកតែបើថាយកអត់បានទេប្តីគាត់ប្រាប់ថាអាចយកកូនគេមកចិញ្ចឹមនិយាយទៅខ្ញុំគិតថាសំណាងមួយដែលប្តីគឺគាត់ជាមនុស្សម្នាក់ដែល open mind គាត់អត់ខ្វល់ថាអត់កូនអត់អីគាត់អត់ខ្វល់ទេសំខាន់ខ្ញុំជាហើយគាត់តស៊ូជាមួយខ្ញុំហើយជាពិសេសទៀតកំឡុងពេលចាក់គីមីនឹងគឺគាត់មើលថែខ្ញុំបានល្អមើលថែបានល្អខ្ញុំគិតថាកម្រមានមនុស្សប្រុសដែលល្អអញ្ចឹងណាអូខេហើយមកដល់ពេលហ្នឹងគឺខ្ញុំចាក់បាន3ដងអីវារៀងធ្វើទុកកំឡុងពេលយើងចាក់ដែរក៏ប៉ុន្តែអត់អីទេវាធ្វើទុកប៉ុន្តែក៏មានថ្ងៃយើងដូចឥឡូវហ្នឹងខ្ញុំចាក់បានមួយទឹកខ្ញុំធូរអីអារម្មណ៍គឺយើងប្រែប្រួល emotional មានអីច្រើនខ្លាំងមែនតើហើយអានេះមិនសក់ខ្ញុំប៉ុន្តែណានេះគឺខ្ញុំសក់ពាក់អីពេលដែលខ្ញុំចាក់បានចិត្តដល់ចាក់លើកទី2គឺចាប់ផ្ដើមជ្រុះសក់ប៉ុន្តែខ្ញុំអត់ឲ្យវាជ្រុះទាន់នេះខ្ញុំទៅកាវហើយខ្ញុំឲ្យគេដេធ្វើជាសក់អញ្ចឹងណាហ្នឹងហើយសរុបរឿងមកគឺចប់ប៉ុណ្្នឹងឯងឥឡូវហ្នឹងគឺខ្ញុំកំពុងតែរងចាំចាក់លើកទី4ហើយចុងខែ5គឺខ្ញុំបញ្ចប់ការចាក់គីមីហើយការព្យាបាលទាំងអស់ហ្នឹងដុកទ័រគាត់ថាការចាក់គីមីគឺខ្លាំងជាងគេអញ្ចឹងបញ្ចប់អាហ្នឹងមួយគឺខ្ញុំមានអារម្មណ៍ថារៀងស្រាលខ្លួនជាងមុនអញ្ចឹងណាហ្នឹងហើយអូខេអរគុណច្រើនសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តហើយខ្ញុំសង្ឃឹមថាការរៀបរាប់ហ្នឹងគឺវា clear ហើយខ្ញុំសង្ឃបញ្ជាក់ម្ដងទៀតថាពីអ្នកជំងឺម្នាក់ទៅជំងឺម្នាក់ទៀតគឺខុសគ្នាទាំងអស់អត់ដូចគ្នាទេអញ្ចឹងកុំគិតថាជំងឺរបស់ខ្ញុំហ្នឹងគឺអ្នកទាំងអស់គ្នាដូចខ្ញុំគឺអត់ដូចទេផ្សេងគ្នាទាំងអស់អញ្ចឹងអ្វីដែលប្រសើរនោះគឺត្រូវតែទៅជួបដុកទ័រអ្នកជំនាញឲ្យគេ check មើលបានពិតប្រាកដអរគុណច្រើនបាយបាយ